this is so good នេះ this is so pretty សួស្តីអ្នកនរគ្នាថ្ងៃនេះមក unboxing របស់ជាមួយខ្ញុំស្ដាប់សលេងមើលពីបានន័យថាអីគេនិយាយទៅរបស់នេះគឺទិញលុយខ្លួនឯងមានតែគេឲ្យទេជាធម្មតាអ្នកនរគ្នានឹងឃើញខ្ញុំ unboxing តែរបស់ដែលខ្ញុំបានកាដូឯងប៉ុន្តែលើកនេះគឺខ្ញុំទិញហើយការដែលខ្ញុំទិញនេះព្រោះខ្ញុំចង់ support ខ្មែរ brand ក៏ brand នេះរបស់អូនពេជ្រចាគាត់ស្គាល់ខ្ញុំទេអ្នកនរគ្នាខ្ញុំបញ្ជាក់ហើយខ្ញុំចាប់អារម្មណ៍ចង់ទិញរបស់មួយនេះព្រោះដោយសារតែមិនខ្ញុំឃើញគាត់ដាក់រូបអប្សរានៅលើហ្នឹងចានិយាយទៅគឺខ្ញុំគាត់តែឃើញខ្ញុំមានអារម្មណ៍ខ្ញុំចង់ទិញទុកជា collection ទី1ទី2ទៀតគឺខ្ញុំចង់ support brand ខ្មែរចង់និយាយចឹងផលិតនៅណាខ្ញុំមកខ្វល់លេតែខ្ញុំចង់ support និយាយទៅអ្នកណាដែលខ្ញុំមើលទៅរៀនខ្ញុំចូលចិត្តយើងមានខ្ញុំមើលទៅថាអូខេខ្ញុំចង់ support ចឹងគឺខ្ញុំទិញហើយគាត់មិនមែនជា brand ខ្មែរលើកទី1ទេបងប្អូនគ្នាគឺមាន brand ខ្មែរជាច្រើនដែលខ្ញុំទិញហើយខ្ញុំមិនដែលបានថតទេអ្នកនរគ្នាខ្ញុំអត់ថតនៅក្នុងលក្ខខណ្ឌជាច្រើននិយាយទៅមានលក្ខខណ្ឌជាច្រើនដែលខ្ញុំអត់ចង់ថតពេលខ្ញុំទិញផលិតផល brand ខ្មែរយកមកប៉ុន្តែគាត់នេះហេតុអីបានខ្ញុំចង់ថតព្រោះខ្ញុំដឹងថាមនុស្សគាត់គឺ open mind ហើយគាត់នៅប្រទេសអាល្លឺម៉ង់បើសិនជាខ្ញុំចាំអត់ខុសទេខ្ញុំធ្លាប់មើលវីដេអូគាត់បាន 4-10 ដងដែរនិយាយទៅណាមិនមែនជាអ្នកថាបានឃើញគាត់រាល់ពេលគ្រប់វីដេអូឯងប៉ុន្តែខ្ញុំឃើញគាត់ចេញនេះគាត់មាន color ថ្ពណ៌ color អីទៀតប៉ុន្តែបងប្អូនដឹងថាខ្ញុំមាន color ថ្ពណ៌របស់ខ្ញុំដែរអញ្ចឹងខ្ញុំអត់បានទិញគាត់ទេចាអញ្ចឹងខ្ញុំគ្រាន់តែចង់តេស្ត lip gloss របស់គាត់អញ្ចឹង lip gloss នេះគឺមាន3ពណ៌ចាខ្ញុំទិញ3ពណ៌ខ្ញុំប្រើ3ពណ៌ខ្ញុំអត់ចាំថាមានប្រហែលពណ៌ទេតែខ្ញុំទិញ3ពណ៌មានពណ៌ blueberry cherry ហើយនិង grape ហើយពណ៌ blueberry នេះគឺខ្ញុំបានបើកហើយអ្នកនរគ្នាឥឡូវនេះគឺ packaging បងប្អូននិយាយទៅខ្ញុំស្រឡាញ់ដែលគាត់យករបស់ខ្មែរយកមកដាក់លើហ្នឹងហើយបើសួរអ្នកការចូលចិត្តរបស់យើងអ្នកគឺផ្សេងគ្នាអញ្ចឹងខ្ញុំសូមអត់ rate ផលិតផលពីរឿង packaging អីខ្ញុំអត់ rate ទេអ្នកនរគ្នាគាត់ថាខ្ញុំធ្វើ review ខ្ញុំនឹងប្រាប់ថាខ្ញុំចូលចិត្តប៉ុណ្ណាអីប៉ុណ្ណាចុះវាក្លិនឈ្ងុយមែនតើចា first impression ក្លិនឈ្ងុយអ្នកនរគ្នាហើយបើនិយាយពី gloss អានេះខ្ញុំលាបបានខ្ញុំលាបថ្ងៃមិញណាអ្នកនរគ្នានិយាយទៅគឺអត់ស្ងួតមាត់ទេចាមានអីអ្នកនរគ្នាប៉ុន្តែមានរសជាតិអីណា lip gloss ខ្លះបងប្អូនមានរសជាតិផ្អែមៗនេះអត់មានរសជាតិអីទេអញ្ចឹងអានេះគឺពណ៌នេះបងប្អូននេះពណ៌នេះខ្ញុំលាបទៅខ្ញុំមិនដឹងថាមកពីខ្ញុំទុកវាអត់ដល់នាទីវាមិនវាឡើងពណ៌អីអ្នកដឹងតែខ្ញុំលាបគឺអត់មានពណ៌ទេអានេះខ្ញុំលាបពីលើ cream របស់ខ្ញុំអញ្ចឹងណាហើយអានេះពីរពណ៌ទៀតអញ្ចឹងយើងមក unboxing យើងមកឲ្យទាំងអស់គ្នាអូខេព្រោះខ្ញុំលាប cream ពណ៌រៀង peach ដែរណាអ្នកគ្នាអូខេ so នេះពីមកខ្ញុំប៉ុន្តែវានៅរៀងមាន cream តិចព្រោះ cream ខ្ញុំលាបវារៀងជាប់ពណ៌ដែរអញ្ចឹងខ្ញុំប្រើអាពី Aglo cushion របស់យើងនេះដើម្បីលុបចាលុបអីគេមាត់អញ្ចឹងណាព្រោះចង់ឃើញពណ៌អាមិញនេះវាអត់ពណ៌អញ្ចឹងខ្ញុំដាក់ពីលើខ្ញុំទៅថែម cushion លើពណ៌ខ្លួនឯងតិចហ្មងបងប្អូនចូលបានថែមហើយព្រោះមុខខ្ញុំនេះតាំងពីថ្ងៃមកនៅប៉ុណ្្នឹងឯងអូខេ so ឥឡូវតោះយើងសាកពណ៌ទី2គឺពណ៌ឈ្មោះរបស់គេគឺពណ៌ cherry ណាអ្នកគ្នា so let's see what the color look like អូយក្លិនឈ្ងុយអ្វីដែលខ្ញុំចូលចិត្តខ្លាំងមែនតើហ្មងគឺក្លិនមានអារម្មណ៍ថា refreshing មែនតើអ្នកគ្នាស្អាតតារៀងឈូកខ្ចីទៅសម្រាប់ខ្ញុំវិញអ្នកគ្នាដឹងហើយ preference របស់ខ្ញុំចូលចិត្តពណ៌រៀងដិត so but you know lip gloss វាមិនអាចមានពណ៌ដិតបានទេ so now ពណ៌ grape I cannot wait to see what color is this I like it អ្នកគ្នាឥឡូវទៅនិយាយទៅឥឡូវនេះគេពេញនិយម gloss ណាអ្នកគ្នាពួកលាបទៅមានអារម្មណ៍ថាក្មេងសូម្បីតែខ្ញុំក៏ខ្ញុំម្នាក់ចូលចិត្ត lip gloss ដែរប៉ុន្តែខ្ញុំចូលចិត្តដែរឥឡូវហ្នឹងព្រោះលាបទៅមានអារម្មណ៍ថាវាជួយលើកមុខឲ្យយើងឃើញក្មេងអញ្ចឹងតែI think this one gonna be my favorite I know this one gonna be my favorite ក៏ប៉ុន្តែអ្នកគ្នានៅក្នុងលើនេះគេមានរូបអប្សរាទៀតប៉ុន្តែដោយសារ gloss ហ្នឹងវាពេញទឹកអញ្ចឹងទៅមើលអត់ឃើញ Okay so I'm gonna remove this and then try another one ហើយបើសិនជាចៃដន្យអីមានអ្នកធ្លាប់ប្រើឬក៏ម្ចាស់ brand one happen to go through this ប្រាប់ខ្ញុំផងថាហ្នឹងលាបទៅវាជាប់បន្ទាប់ពីយើងលាងវាចេញបន្ទាប់ពីយើងលាបហើយទុកដូចថាពណ៌ខ្លះអញ្ចឹងលាប gloss ខ្លះលាបអញ្ចឹងទៅប៉ុន្តែពេលបន្ទាប់ពីលាបបានមកនោះវាជាប់ហ្មងឃើញទេនៅតែមានពណ៌ so I'm not sure ថា cream ខ្ញុំឬក៏ cream នេះសូមឲ្យយើងបិទពណ៌ម្ដងទៀតណាខ្ញុំប្រើ cushion ពីរទៅដែរហើយបងប្អូនគាត់ចង់បាន cushion ចាសាច់ស្ដើងធម្មជាតិបងប្អូនយកអត់ខុសចិត្តទេណាតោះឥឡូវយើងមកពណ៌ចា cherry I think this one is my favorite ខ្ញុំចូលចិត្ត color នេះហ្មងនិយាយទៅប៉ងមកគេនេះក៏ទុនដែរអ្នកគ្នាអត់ប្រហែលលាបទេស្រួលលាបI love this color និយាយទៅនេះពណ៌នេះគឺ favorite របស់ខ្ញុំចាអានេះទាំងអស់គ្នាពណ៌វាស្រៀងពណ៌ I think 006 for Dior damn this is so good ស្អាតដែរអ្នកគ្នាso បើអ្នកនរគ្នាចង់លាបម្នាក់ឯងខ្ញុំ recommend អស់នេះយកពណ៌នេះពណ៌ gold grape ចាតាំងបាយជូរតែពណ៌វារបៀបតែរៀងឈូកលួចទៅបែកផិតតិចទេប៉ុន្តែអត់ចេញស្វាយអ្នកនរគ្នាអស់នេះឃើញនៅមាត់នេះ Oh this is so pretty color នេះស្អាតណាស់អ្នកនរគ្នា This is so pretty so pretty ចាអញ្ចឹងបងប្អូនអរគ្នាហើយខ្ញុំមកដឹងថាផលិតផលនេះចាផលិតនៅណាទេបងប្អូន you can check exact សួរខ្ញុំតម្លៃប៉ុន្មានណាបងប្អូនខ្ញុំភ្លេចបាត់ហើយអានេះខ្ញុំឲ្យចាខ្ញុំឲ្យកូនបងប្អូនគាត់កំងឲ្យអញ្ចឹងបងប្អូនធ្វើការខ្ញុំនៅហាងហ្នឹងគាត់កំងឲ្យអញ្ចឹងបងប្អូននេះអាចសាកបាននិយាយទៅដូចខ្ញុំនិយាយត្រែអញ្ចឹងអ្វីដែលខ្ញុំចូលចិត្តគឺក្លិនហើយអត់ស្អិតមាត់អត់ស្អិតទេចឹងអញ្ចឹងអត់ស្អិតទេហើយ
សម្រាប់ការ moisturizing gloss វាអីក៏ស្អាតដែរអ្នកនរគ្នានិយាយទៅ quality សាច់របស់វាគឺទទួលយកបានចាតម្លៃរបស់គេដូចជាខ្ទង់ I think 10 រៀល something អ្នកនរគ្នាខ្ទង់ពេលខ្ញុំទិញនេះគឺមាន promotion អ្នកនរគ្នាការពេលខ្ញុំទិញហ្នឹងខ្ញុំទិញតាម promotion អញ្ចឹងខ្ញុំអត់ដឹងថាលើសមបានអីមែនទេ but you guys can check it out អ្នកនរគ្នាចង់បានរបៀប gloss brand របស់ខ្មែរយើងចាយើងចង់ support ខ្មែរយើងដូចខ្ញុំនិយាយដដែលអញ្ចឹងខ្ញុំតែងតែទិញផលិតផល brand ខ្មែរយើងមកផលជាច្រើនគាត់ថាខ្ញុំបានថតវីដេអូអញ្ចឹងផលិតផលគេមកដើម្បីគាត់ថាវាតម្លៃថាអូផលិតផលគេអញ្ចឹងចូលអត់ទេខ្ញុំទិញក្នុងនាមជាខ្ញុំ support ហើយពេលខ្ញុំមានអារម្មណ៍ថាខ្ញុំចូលចិត្តអាហ្នឹងខ្ញុំនឹងធ្វើវីដេអូ review អីអញ្ចឹងទៅព្រោះនេះខ្ញុំចូលចិត្តអ្នកនេះព្រោះខ្ញុំបានបើកមួយហើយបាទខ្ញុំត្រង់នេះឃើញណាខ្ញុំមកបើកថ្មីពីរតែមួយខ្ញុំបើកប្រើហើយ so I kind of like it so ខ្ញុំចង់ចែកទៅអ្នកនរគ្នាម្នាក់នេះនៅស្រុកខ្មែរចាឬក៏បងប្អូនខ្មែរនៅអាល្លឺម៉ង់ចង់ support brand ខ្មែរយើងព្រោះខ្ញុំក៏ជាអ្នកធ្វើ brand មួយដែរអញ្ចឹងខ្ញុំយល់ច្បាស់មែនតើក្នុងការដែលពេលដែលជាអ្នក entrepreneur អ្នកដែលគាត់ចេញបង្កើត brand ខ្លួនឯងមកមិនថាអ្នកល្បីមិនអ្នកល្បីគឺយើងត្រូវការគ្រប់គ្រងហើយយើងដោយសារយើងជាខ្មែរអញ្ចឹងអ្នកគ្រប់គ្រងយើងមុនគេគឺប្រជាជនខ្មែរនឹងឯងហើយបើសិនជាប្រជាជនខ្មែរយើងអត់គ្រប់គ្រងខ្មែរគ្នាឯងទេយើងអត់ដឹងជនជាតិណាមកគ្រប់គ្រងយើងទេហើយដូចខ្ញុំនិយាយអញ្ចឹងប្រហែលខ្ញុំដើរមកបានរាល់ថ្ងៃក៏ដោយសារតែប្រជាជនខ្មែរយើងគ្រប់គ្រងដែរអញ្ចឹងខ្ញុំក៏ចង់គ្រប់គ្រងទៅប្រជាជនខ្មែរយើងដូចគ្នាផ្សេងៗដែលគាត់ចាប់ផ្ដើម brand មកថ្មីៗអញ្ចឹងណាបងប្អូនគ្នា so yes thank you for watching bye bye